นកូនលោកម្ចាស់ការមិនទាន់ឡើងកាន់អំណាចលោកម្ចាស់បានរៀបការជាមួយអ្នកសក់ហើយមានកូនប្រុសមួយឈ្មោះខុនថិនតែក្រោយមកលោកម៉ៅនៅវត្តសុភីបានយកកូនក្រមុំមួយឈ្មោះអ៊ីងមកជូនលោកម៉ៅបានរកគ្រូមន្តអាគមគាថាស្នេហ៍យ៉ាងច្រើនដាក់ទៅលើលោកម្ចាស់ក៏តែងតាំងអ្នកស្រីអ៊ីងនេះជាលោកស្រីជំទាវធំជាងប្រពន្ធដើមទៅទៀតដែលគេហៅថាលោកស្រីអ៊ីងជាប្រពន្ធធំនេះមានកូន4នាក់គឺខុនឈឿមខុនលឿមខុនរិននិងខុនឈួងហៅពុជនៅពេលឡើងកាន់អំណាចភ្លាមលោកម្ចាស់ក៏ចាត់ចែងរើសស្រីក្រមុំរូបស្អាតមកធ្វើជាស្រីរបាំដែលបានคล้ายម្ដងមួយជាប្រពន្ធចុងតាមច្បាប់គេហៅប្រពន្ធចុងទាំងនេះថាម៉មតែរាសខ្មែរទម្លាប់តែតាមខ្លួនហៅថាអ្នកដូចជាអ្នកលម៉ាយអ្នករត់លាក់នឹងលាក់ប្រពន្ធចុងលោកម្ចាស់មានច្រើនណាស់ប្រហែលជាង40នាក់តែប្រពន្ធខ្លះមិនមានកូនបានសុំលាលោកម្ចាស់ចេញទៅនៅក្រៅកំផែងហើយក៏មានគ្រួសារផ្សេងទៅប្រពន្ធចុងភាគច្រើនសុទ្ធតែមានកូនមួយតែខ្លះមិនមានកូនទេក៏សុខចិត្តនៅស្មោះត្រង់ជាមួយលោកម្ចាស់រហូតដល់លោកម្ចាស់ទទួលមរណភាពដោយសារតែលោកម្ចាស់មានប្រពន្ធច្រើននេះហើយបានជាអ្នកស្រីអ៊ីងកាត់ទុករិញរៃឈឺចាប់គ្មានលុះថ្ងៃណាគាត់កើតជំងឺម្យ៉ាងគឺខ្លាចគាត់ខ្លាចសពខ្លាចគ្រប់ខ្លាចជាងគេគឺសំឡេងឆ្កែលូគេតែងចាត់ឲ្យវាសម្លាប់ឆ្កែទាំងអស់ដែលលូឮដល់ផ្ទះលោកស្រីលោកព្រះឃ្លាំងជាឪពុកបានរិះរកគ្រប់មធ្យោបាយដើម្បីព្យាបាលលោកស្រីនិងបានបន់ស្រន់ព្រះអង្គខ្មៅដែលជាព្រះពុទ្ធរូបស័ក្តិសិទ្ធិនៅវត្តកណ្ដឹងដែលសុំសាងព្រះវិហារមួយថ្វាយបើកាលណាកូនស្រីបានធូរស្បើយលោកស្រីអ៊ីងបានធូរស្បើយបន្តិចគាត់ក៏ចាត់សាងព្រះវិហារមួយនៅខាងត្បូងព្រះវិហារចាស់ដែលយើងឃើញនៅសប្តាហ៍ថ្ងៃនេះលោកស្រីអ៊ីងនេះហើយដែលជាអ្នកចាត់ចែងស្ថាបនាព្រះវិហារវត្តដំរីសនាពេលសប្តាហ៍ថ្ងៃតែលោកស្រីអ៊ីងមិនរស់បានយូរទេអាការរោគប្រទាញគាត់ឲ្យទទួលមរណភាពនៅមុនពេលដែលលោកម្ចាស់ទៅប្រចាំទៅទៀតគេធ្វើបុណ្យសពលោកស្រីអ៊ីងយ៉ាងអកធឹកនៅមុខវត្តដំរីសលោកយាយណមបានរាយឈ្មោះប្រពន្ធនិងកូនលោកម្ចាស់យ៉ាងច្បាស់លាស់ដោយដែលបានមានចុះក្នុងបញ្ជីដែលក្នុងបញ្ជីនេះមានតែឈ្មោះប្រពន្ធដែលមានកូនឬដែលស្មោះត្រង់នឹងលោកម្ចាស់រហូតដល់ស្លាប់មិនមានឈ្មោះប្រពន្ធដែលបានលាលោកម្ចាស់ទៅមានប្តីផ្សេងទេនៅពេលលោកម្ចាស់ទៅប្រចាំលោកម្ចាស់បានដឹកមាសពេជ្រទ្រព្យសម្បត្តិជាង100រទេះដែលលោកម្ចាស់ទារយកពីប្រជារាស្ត្រស្រុកបាត់ដំបងយកទៅទុកនៅឯស្រុកសៀមជាសម្បត្តិផ្ទាល់ខ្លួននៅពេលមុនគាត់ទទួលមរណភាពគាត់បានចែកកេរមរតកដល់កូនទាំង4របស់លោកស្រីអ៊ីងមានផ្ទះសម្បែងទ្រព្យសម្បត្តិរាប់មិនអស់ទេព្រោះគេជាកូនប្រពន្ធធំឯខុនថិនជាកូនអ្នកសក់ដែលស្លាប់នៅស្រែអន្ទាក់នោះក៏បានមរតកដែរហើយមរតកនេះបានធ្លាក់ទៅនាជាកូនស្រីរបស់គាត់ដែលមានផ្ទះនៅក្បែរវត្តពោក្នុងបន្ទាប់ពីលោកស្រីអ៊ីងគឺកូនអ្នកលម៉ាយទាំង3ដែលបានទទួលប្រាក់ច្រើនជាងគេគឺបាន100,000 បាតក្នុងម្នាក់ក្រៅពីនេះកូនដទៃទៀតបានពី3ទៅ80,000 បាតកូនខ្លះដូចជាខុនថែបខុនខាបខុនខួងខុនឈៀតដែលទៅបន្តវិជ្ជានៅប្រទេសបារាំងត្រូវបានកាត់ 20,000 បាតចេញ
ព្រោះមានចំណាយច្រើនកាលនៅរៀនកូនស្រីបានមរតកតិចជាងគេគឺបានតែ 30,000 បាតទេតែខុនឈប់ដែលឆ្លោះជាមួយម្ដាយត្រូវលោកម្ចាស់កាត់កាលមិនចែកគេអាកោឲ្យទេសូមបញ្ជាក់ថាក្នុងចំណោមកូនលោកម្ចាស់ទាំងអស់ខុនខួងអភ័យវង្សដែលមានងារជាលួងកោវុឌ្ឍនោះមានចំណេះវិជ្ជានិងឋានៈខ្ពស់ជាងគេលួងកោវុឌ្ឍនេះជាអ្នកដឹកនាំបកប្រជាធិបតេយ្យជាមួយលោកសេនីប្រាម៉ូចធ្លាប់បានចូលរួមក្នុងរដ្ឋប្រហារឆ្នាំ 1932 រៀបចំឲ្យមានរដ្ឋធម្មនុញ្ញនៅប្រទេសសៀមហើយធ្លាប់បានឡើងឋានៈជារដ្ឋមន្ត្រីទី1នៅឆ្នាំ 1944 ដល់ឆ្នាំ 1945